កំពុងតែជួបបញ្ហា Telegram លុបហើយ download សារថ្មីឬក៏ដូរទូរស័ព្ទឲ្យអត់ដើរមែនអត់ថ្ងៃនេះខ្ញុំនឹងប្រាប់ពីវិធីដើម្បីឲ្យអ្នកទាំងអស់គ្នាមិនអស់លុយហើយធ្វើបានជោគជ័យរហូតដល់ 99.99 ហើយវិធីហ្នឹងងាយខ្លាំងមែនទែនប៉ុន្តែសម្រាប់អ្នកដែលកំពុងតែត្រៀមដូរទូរស័ព្ទអ្នកទាំងអស់គ្នាអាច share វីដេអូនេះទុកឲ្យហើយទៅដើម្បីនៅពេលដូរទូរស័ព្ទយើងមានចំណេះដឹងហ្នឹងយើងធ្វើ Telegram របស់យើងបានប្រើភ្លាមៗហើយអត់ឈឺក្បាលទៀតអ្នកទាំងអស់គ្នាវិធីនោះងាយទេបងប្អូនអាចស្ដាប់ខ្ញុំឲ្យតាន់ខ្ញុំនឹងនិយាយប្រាប់បងប្អូនមួយដើម្បីឲ្យបងប្អូនធ្វើទៅជោគជ័យ 100% មុនដំបូងបងប្អូននៅពេលដែលបងប្អូន set Telegram ចូលទៅក្នុងទូរស័ព្ទដៃហើយវា load ឲ្យ confirm email ឬក៏អត់ load លេខកូដមកអីហ្នឹងឬក៏ជាប់បង់លុយអីហ្នឹងបងប្អូនអាចលុប Telegram នឹងចោលភ្លាមៗតែម្ដងហើយបងប្អូនអាចប្រើប្រាស់នៅទូរស័ព្ទដៃមួយទៀតដែលមិនមែនជាទូរស័ព្ទដៃដែលយើង log in ហ្នឹងទេយើងប្រើទូរស័ព្ទផ្សេងមួយទៀតដើម្បី share hotspot ឬក៏ share internet ហើយយើងយកទូរស័ព្ទដែលយើងត្រូវ log in Telegram ហ្នឹងយើង connect internet ជាមួយទូរស័ព្ទដែលយើង share ហ្នឹងហើយបន្ទាប់មកយើង download Telegram នៅពេលដែលយើង download Telegram ហើយបងប្អូន log in ដាក់លេខកូដ log in ដាក់លេខទូរស័ព្ទចូលទៅវានឹងបានធម្មតាហើយបងប្អូននេះគឺជាដំណោះស្រាយងាយខ្លាំងមែនទែនហើយខ្ញុំនិយាយបែបនេះដើម្បីឲ្យបងប្អូនងាយយល់ហើយបើសិនជាបងប្អូនស្ដាប់អត់យល់ទេបងប្អូនអាចស្ដាប់ម្ដងហើយម្ដងទៀតបងប្អូននឹងយល់ហើយ Telegram គេឲ្យយើងប្រើប្រាស់មកយូរហើយអញ្ចឹងដល់ពេលដែលត្រូវគេរលុយវិញម្ដងហើយអញ្ចឹងរកពេលដែលបងប្អូនលុប Telegram ចេញពីទូរស័ព្ទដៃរបស់បងប្អូន download មកវិញនោះ Telegram នឹងដឹងថា IP address ឬក៏ internet ទូរស័ព្ទមួយហ្នឹងគឺបានលុប Telegram ម្ដងហើយត្រូវ download ម្ដងទៀតអញ្ចឹងនៅពេលដែលយើង share ទូរស័ព្ទពី share internet ពីទូរស័ព្ទផ្សេងមួយទៀតយើងយកទូរស័ព្ទហ្នឹង connect នោះ Telegram មិនបាន lock ប្រព័ន្ធផ្ញើសាររបស់យើងទេដោយសារតែ Telegram គឺបាន lock ប្រព័ន្ធផ្ញើសារទៅលើ device មួយទៀតដែលយើងបើក internet នោះអញ្ចឹងវិធីនេះធ្វើបានផល 100% បងប្អូនសម្រាប់បងប្អូនដែលចង់ទិញកាមេរ៉ាសម្រាប់ថតរូបនិងថតវីដេអូបងប្អូនអាចតាក់ទងទិញតាមរយៈហាងលក់កាមេរ៉ាល្អមែនដែលមានលេខទូរស័ព្ទ070 219 345